តើលោកអ្នកមានដឹងទេថាបុគ្គលរូបណាដែលនៅពីក្រោយឈ្មោះក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីនិងមានកេរ្តិ៍ឈ្មោះមួយនៅក្នុងសហរដ្ឋអាមេរិកនិងទូទាំងពិភពលោកនេះគឺជាប្រវត្តិរូបសង្ខេបរបស់អ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យមួយរូបដែលបានរកឃើញនៅប្រព័ន្ធអគ្គិសនីចរន្តឆ្លាស់ហើយត្រូវបានគេយកមកប្រើប្រាស់ពីពេញពិភពលោកសព្វថ្ងៃលោក Nikola Tesla បានកើតនៅថ្ងៃទី10ខែកក្កដាឆ្នាំ1856នៅភូមិ Smiljan ដែលកាលនោះប្រទេសស្ថិតនៅក្រោមអាណាចក្រអូទ្រីហុងគ្រីនៅឡើយលោកគឺជាសមាជិកនៅក្នុងគ្រួសារជនជាតិ Zebi មួយរូបដែលមានចំណេះដឹងខ្ពស់ហើយប្រកាន់ខ្ជាប់នៅវិន័យខ្ជាប់ខ្ជួនឪពុករបស់គាត់គឺជាបព្វជិនសាសនាគ្រិស្តនិកាយអត្តដនិងជាអ្នកនិពន្ធមួយរូបខណៈពេលដែលម្ដាយរបស់គាត់ទោះមិនបានចូលសិក្សាជាផ្លូវការក៏ដោយប៉ុន្តែមានប្រាជ្ញានិងមានសមត្ថភាពច្នៃប្រឌិតខ្លាំងដែលបានបង្កើតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមួយចំនួននិងជំរុញឲ្យ Tesla មានការសម័យដ៏អស្ចារ្យមួយពីកុមារភាពមកតាំងពីក្មេងគាត់បានបង្ហាញពីសមត្ថភាពខួរក្បាលពិសេសរបស់គាត់ដូចជាការចងចាំយ៉ាងច្បាស់និងសមត្ថភាពស្រមៃពីគ្រឿងយន្តដ៏ស្មុគស្មាញនៅក្នុងចិត្តដោយមិនចាំបាច់គូសគំនូរគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអគ្គិសនីធម្មជាតិនិងធម្មពលប៉ុន្តែជីវិតពីកុមារភាពរបស់គាត់ក៏ពោរពេញទៅដោយជំងឺសម្ពាធផ្លូវចិត្តនិងការតស៊ូផ្ទាល់ខ្លួន Tesla បានចូលសិក្សាផ្នែកវិស្វកម្មនៅទីក្រុង Graz និង Brač ហើយក៏ជាកន្លែងដែលគាត់បានបង្កើតគំនិតអំពីអគ្គិសនីចរន្តឆ្លាស់ប៉ុន្តែគាត់មិនបានបញ្ចេញសញ្ញាបត្រជាផ្លូវការទេនៅឆ្នាំ1884គាត់បានធ្វើអន្តរប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកដោយមានប្រាក់ជាប់ខ្លួនតិចតួចប៉ុណ្ណោះប៉ុន្តែនៅក្នុងចិត្តពោរពេញទៅដោយបំណងប្រាថ្នាដ៏ធំបន្ទាប់ពីមកដល់ទីក្រុង New York មិនបានប៉ុន្មាន Tesla បានធ្វើការជាមួយនឹង Thomas Edison នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះដោយពួកគេមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងស្ដីពីចរន្តអគ្គិសនីហើយក្រោយមក Tesla បានដើរតាមចក្ខុវិស័យផ្ទាល់ខ្លួនរបស់គាត់បានទទួលជ័យជំនះយ៉ាងធំធេងជាមួយនឹងប្រព័ន្ធអគ្គិសនីចរន្តឆ្លាស់ដែលគេស្គាល់តាមរយៈភាសាអង់គ្លេសថា Alternating Current Electricity ដែលមានប្រសិទ្ធភាពខ្ពស់និងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃប្រព័ន្ធអគ្គិសនីសម័យទំនើបដោយមានការសហការនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឧស្សាហករណ៍មួយរូបឈ្មោះថា George Westinghouse ស្នាដៃអគ្គិសនីដែលត្រូវបានបង្កើតឡើងដោយទ្រឹស្ដីបត់របស់ Nikola Tesla ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងស្ថាប័នជាច្រើនដូចជាសំណង់លំនៅឋានតាមទីក្រុងរោងចក្រនិងជាចុងក្រោយឈានទៅដល់ស្ថានីយ៍អគ្គិសនីនៅទឹកធ្លាក់ Niagara ដ៏ល្បីល្បាញដែលបានក្លាយជាចំណុចបំលែងអគ្គិសនីដ៏សំខាន់មួយក្នុងសង្គមបច្ចេកវិទ្យានៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិលើសពីប្រព័ន្ធអគ្គិសនីចរន្តឆ្លាស់ Tesla បានបង្កើតឬចូលរួមអភិវឌ្ឍបច្ចេកវិទ្យាចម្បងជាច្រើនរួមមានគម្រោង Tesla Core ដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងវិទ្យុការបញ្ជាប្រេកង់ពីចម្ងាយការបង្កើតម៉ូទ័រអគ្គិសនីគំនិតដំបងអំពីរ៉ាដាធម្មពលកកើតឡើងវិញនិងគំនិតអំពីធម្មពលឥតខ្សែមួយចំនួនទៀតទោះបីជាមានទេពកោសល្យខ្លាំងបែបនេះក៏ដោយប៉ុន្តែ Tesla មិនទទួលបានជោគជ័យនៅក្នុងអាជីវកម្មប៉ុន្មានទេហើយជារឿយៗគាត់តែងតែលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ដើម្បីបដូរយកនូវឧត្តមគតិបែបវិទ្យាសាស្ត្រដែលនាំឲ្យគាត់ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុនៅក្នុងជីវិតចុងក្រោយរបស់គាត់វ័យកាន់តែចាស់ជីវិតរបស់ Tesla កាន់តែមានភាពឯកាប្រាក់ក៏អស់ដៃគូវិនិយោគទុនផ្សេងទៀតក៏គ្មានប៉ុន្តែបំណងប្រាថ្នារបស់គាត់ក្នុងការពង្រឹងប្រព័ន្ធអគ្គិសនីចរន្តឆ្លាស់នៅតែដកជាប់នៅក្នុងចិត្តរបស់គាត់ជានិច្ចជីវិតចុងក្រោយរបស់គាត់ត្រូវបានគេមើលឃើញថាមានសភាពតោកយ៉ាកហើយគាត់បានរស់នៅយ៉ាងលំបាកនៅក្នុងបន្ទប់សន្តាគារដ៏តូចមួយស្ថិតនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក Nikola Tesla បានទទួលមរណភាពយ៉ាងស្ងប់ស្ងាត់តែម្នាក់ឯងនៅថ្ងៃទី7ខែមករាឆ្នាំ1943នៅក្នុងជន្មាយុ86ឆ្នាំហើយមិនសូវត្រូវបានសាធារណជនស្គាល់ប៉ុន្មានទេនៅពេលនោះប៉ុន្តែមរតកនិងគំនិតរបស់គាត់បានរីកធំឡើងយ៉ាងខ្លាំងបន្ទាប់ពីការស្លាប់របស់គាត់សប្តាហ៍ថ្ងៃនេះគាត់ត្រូវបានគេគោរពថាជាអ្នកច្នៃប្រឌិតនិងអ្នកពូកែគិតដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រជីវិតរបស់ Tesla តំណាងឲ្យជ័យជំនះនៃការស្រមើស្រមៃតម្លៃនៃទេពកោសល្យនិងអំណាចយូរអង្វែងនៃគំនិតដែលបានកើតឡើងសម្រាប់ពិភពលោកសម័យទំនើបហើយដូច្នេះហើយទើបគេឈ្មោះរបស់គាត់បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់មហាសេដ្ឋីប្រាក់រាប់រយពាន់លានដុល្លារគឺលោក Elon Musk ហើយលោកក៏បានសម្រេចចិត្តយកឈ្មោះ Tesla មកដាក់សម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់គាត់ដ៏ល្បីល្បាញមិនថានៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេថែមទាំងពាសពេញពិភពលោកផងដែរ